បងប្អូនដែលឃើញដែលឮធ្លាប់ឃើញធ្លាប់ឮស៊ុបពងមាន់ទេស៊ុបពងមាន់ពងទាទេបងប្អូនបើមិនដែលឃើញបាទមិនធ្លាប់ឃើញមិនធ្លាប់ឮមិនដែលឃើញមិនដែលឮមកនេះមកមើលទស្សនា M09 ធ្វើជូនបងប្អូនទស្សនាបាទមកមើលទាំងអស់គ្នាបងប្អូនគឺងាយងាយស៊ុបពងមាន់ពងទាបាទអញ្ចឹងណាអាហារ M09 ងាយងាយអញ្ចឹងចម្លែកអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនណាអត់ធ្លាប់ឃើញអត់ធ្លាប់ឮអត់ដែលឃើញអត់ដែលឮអីទស្សនាមើលទៅគឺងាយងាយអញ្ចឹងដាក់បន្លែឲ្យច្រើនទៅគោះពងទាដាក់ចូលទៅកុំខ្វល់ច្រើនយើងធ្វើញ៉ាំខ្លួនយើងទេមិនបាច់អីណាបចិត្តផ្ចង់អីណាមិនលក់ជូនឲ្យអតិថិជនអីណាទេណាយើងធ្វើញ៉ាំខ្លួនឯងទេអញ្ចឹងងាយបងប្អូនណាដែលអត់ធ្លាប់ឃើញធ្លាប់ឮអីទស្សនាហើយបាទទស្សនាឲ្យបានឃើញស្ដាប់ឲ្យបានឮថា M09 ធ្វើស៊ុបពងមាន់ស៊ុបពងទាគឺងាយអញ្ចឹងឃើញហើយកុំភ្លេច Subscribe រកមួយបាទ Subscribe ឬភាសាខ្មែរថាជីវបើនៅក្នុង Facebook ជួយ Follow បាទ Follow ឬក៏តាមដានបាទតាមដានណាបាទនៅក្នុង Facebook TikTok អីតាមដានពាក្យថាតាមដានហ្នឹងចុចទៅបាទចុចលើហ្នឹងទៅហើយបើភាសាអង់គ្លេសថា follow ហើយបើនៅក្នុង YouTube ទេជួយ subscribe ឬក៏ភាសាខ្មែរថាជីវបាទជាមួយខ្ញុំ M09 គឺងាយសប្បាយអញ្ចឹងដែរបងប្អូនណាបាទអាហារហូបចុកប្រចាំថ្ងៃហ្នឹងគឺងាយស្រួលសាមញ្ញមានស្លឹកឈើដាក់ស្លឹកឈើមានមើមឈើដាក់មើមឈើមានត្រួយឈើដាក់ត្រួយឈើឲ្យតែអាញាញ៉ាំកើតអាណាញ៉ាំកើតឲ្យតែអាណាញ៉ាំកើតដាក់ទាំងអស់ណាបងប្អូនណាងាយយ៉ាងឃើញទេបងប្អូននេះគេហៅថាស៊ុបពងមាន់ស៊ុបពងទាក៏បានពងមាន់ក៏បានដែរហើយបើមិនធ្លាប់ឃើញមិនធ្លាប់ឮទេបាទទស្សនាវីដេអូហ្នឹងទៅបានឃើញបានឮហើយបាទខ្ញុំកំពុងនិយាយនឹងឯង M09 បាទអញ្ចឹងបងប្អូនទាំងអស់គ្នាបាទជួយ Subscribe YouTube Channel បាទជួយជាវភាសាខ្មែរហើយជួយ Follow បាទឬក៏ភាសាខ្មែរថាតាមដានជួយចុចម្នាក់មួយមកបើឃើញហើយបងប្អូនទាំងអស់គ្នាជាមួយខ្ញុំ M09 ងាយអញ្ចឹងមានអីបាទគោះពងមាន់ពងទាដាក់ភ្លឹបទៅទឹកពុះដាក់បន្លែចូលទៅបាទចាំវាបន្តិចទៅរេរដើររេតរត់ទៅឆ្អិនបាត់ហ៎បងប្អូនងាយអញ្ចឹងបងប្អូនឃើញទេបាទទុកវាតែ3 4 5នាទីទៅឆ្អិនបាត់ហើយងាយស្រួលដួសដាក់ចានទៅមានលំបាកអីចឹងជាមួយខ្ញុំ M09 អាហារហូបចុកគឺងាយអញ្ចឹងបងប្អូនណាបាទឃើញហើយកុំភ្លេចបាទតាមដានដើម្បីឃើញវីដេអូប្លែកចម្លែកអារម្មណ៍បាទប្លែកចម្លែកនៅក្នុង Channel YouTube នៅក្នុង TikTok នៅក្នុង Facebook ចឹងបងប្អូនទាំងអស់គ្នាអាចទស្សនាហើយចុច Subscribe ឬក៏ភាសាខ្មែរថាជីវឬក៏ចុចតាមដានអូដល់គ្នាឥឡូវតិចទៀតហ្នឹងដល់ម៉ោងខ្ញុំញ៉ាំហើយតោះឥឡូវឆ្អិនហើយមកមើលខ្ញុំញ៉ាំទាំងអស់គ្នាមកស៊ុបពងមាន់ទាំងអស់គ្នាបងប្អូនស៊ុបពងមាន់ចិត្ត
Có bạn. Đi dùng ở đâu cho dòng bụng. Có mà. Bắt đầu.